បន្ទាប់ពីបងស្រីម្នាក់បានផុសឌឺបងសមត្ថកិច្ចថាមិនចង់ជួបនៅតែជួបតាំងខ្លួនជាមាសទឹកដប់មិនដេចខ្លាចកាមេរ៉ាមន្ត្រីបំរើរាជឬក៏ជន់ករាជគ្រាន់តែឃើញការផុសរបស់បងស្រីខាងលើដែលជាម្ចាស់ account ឈ្មោះថាឆៃយ៉ាសាំងភ្លាមនោះក្រុមប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញក៏បានបញ្ជាកម្លាំងភ្លាមទៅស្រាវជ្រាវថាករណីខាងលើគឺជាកំហុសរបស់នរណាកំហុសរបស់សមត្ថកិច្ចឬក៏ជាកំហុសរបស់អ្នកបើកបរជាលទ្ធផលបានរកឃើញថាគឺជាកំហុសរបស់អ្នកបើកបរដែលបើកបរលើសល្បឿនកំណត់ដែលគេកំណត់ក្នុងទីក្រុងត្រឹម60គីឡូម៉ែត្រក្នុង1ម៉ោងទេប៉ុន្តែបងស្រីបើករហូតដល់80គីឡូម៉ែត្រក្នុង1ម៉ោងដែលបើកបរនៅរថយន្តម៉ាកកាំរី02នៅក្នុងទឹកដីខណ្ឌជ្រោយចង្វានៅចន្លោះស្ពានលេខ9និងស្ពានលេខ11ដែលធ្វើឲ្យបងសមត្ថកិច្ចខាត់អប់រំណែនាំនឹងធ្វើការផាកពិន័យបន្ទាប់ពីបងស្រីបានទទួលការផាកពិន័យហើយបងស្រីក៏អត់មកដែរប៉ុន្តែមុននឹងចាកចេញទៅបងស្រីបានលួចថតនៅសកម្មភាពរបស់បងប៉ូលីសហើយពោលពាក្យថាមិនចង់ជួបនៅតែជួបតាំងខ្លួនជាមាសទឹកដប់មិនដេចខ្លាចកាមេរ៉ាមន្ត្រីបំរើរាជឬក៏ជន់ករាជការផុសបែបហ្នឹងធ្វើឲ្យមហាជនមានការយល់ច្រឡំនិងរិះគន់មកខាងបងសមត្ថកិច្ចអញ្ចឹងអ្វីដែលស្នងការនគរបាលរាជធានីភ្នំពេញបំភ្លឺជូនបងប្អូនមហាជនកុំឲ្យមានការយល់ច្រឡំដោយសារតែបងស្រីបើកចូលមកទីប្រជុំជនបើកចូលមកដល់ទីក្រុងហើយដែលគេកំណត់ល្បឿន60គីឡូម៉ែត្រក្នុង1ម៉ោងប៉ុន្តែបងស្រីបើករហូតដល់80អញ្ចឹងសមត្ថកិច្ចលោកធ្វើការផាកពិន័យទៅតាមច្បាប់អញ្ចឹងបងប្អូនពិចារណាតាមការគួរទៅចាងវាងគ្រាន់តែនាំការបំភ្លឺពីស្នងការនគរបាលរាជធានីភ្នំពេញជូនបងប្អូនពាក្យពេចន៍របស់បងស្រីដែលត្រូវបានផាកពិន័យជូនមហាជនគិតពិចារណាពិចារបែបណាបងប្អូនគិតតាមការគួរណាបងប្អូនយើងឧបត្ថម្ភដោយ Lady Lara SD គិតពីសម្រស់និងសុខភាពជាចម្បង